ក្រនតែចេញក៏មកវីដេអូមកពូបារាំងធ្វើបាបក្មួយគុណភាពទីរ៉ៃបងប្អូនហើយកន្លែងនេះពូបារាំងបច្ឆេះភ្លើងមកលេងឆេះរោមពូបារាំងអស់លីងហើយហូបឡើងទំនោមថ្ងៃនេះពូបារាំងដើរលេងបាត់ដំបងហើយក៏រនឹកហើយមកលេងក្មួយហើយខ្ញុំកំពុងតែដាក់លបយោត្រីហើយពូបារាំងក៏ដើរមកថាអូក្មួយគុណភាពកំពុងធ្វើអ្វីហេឡូហើយក្មួយគុណភាពក៏ឆ្លើយតបទៅពូវិញថាក្មួយកំពុងតែដាក់ត្រីឥឡូវបានត្រី2 3ហើយពូអញ្ចឹងក៏តោះពូទៅធ្វើម្ហូបហើយពូក៏ថាហើយចាប់ដើមធ្វើទៀតឥឡូវគឺយើងចាប់ដើមដាត់កាត់ដើមចេកដើម្បីធ្វើមុខម្ហូបមានន័យថាត្រីដុតដើមចេកអញ្ចឹងបងប្អូនហើយមុនដំបូងខ្ញុំឲ្យគាត់ពេលដែលដួលតែមិនពេលដែលដួលគឺពេលដែលខ្ញុំនៅលើដើមចេកហ្នឹងម្ដងដួលមកផាច់បងប្អូនអើយថានិយាយពីថាទល់ផ្អកហើយសន្លប់បាត់ហើយពូបារាំងថាអូចាស់ពីដើមគេថាលោតកន្លង3ដងក្មួយនឹងដឹងខ្លួនវិញហើយខ្ញុំក៏សន្លប់ដែរពូបារាំងថាក្មួយយ៉ាងម៉េចហើយអូអត់អីទេក្មួយនៅគុណភាពល្អណាស់អញ្ចឹងក៏ពូបារាំងថាអូខេល្អមែនតើតោះក្មួយល្អអូក៏ពិតគេអញ្ចឹងសោះប៉ុន្តែពូអត់ដឹងថាអញ្ចឹងទៅពេលដែលក្មួយឡើងឲ្យក្មួយធ្លាក់ទល់ផ្អកហើយមកដល់កន្លែងនេះគឺនាំពូបារាំងមកបេះផ្លែម្ទេសដើម្បីយកទៅបុកធ្វើជាទឹកត្រីកោះកុងដើម្បីយកទៅប្រឡាក់ត្រីអញ្ចឹងបងប្អូនហើយកន្លែងនេះវាទេសភាពនិយាយពីថាក្មួយគុណភាពកាប់មកវាថាតំណងខ្លាំងមែនទែនហើយពូបារាំងក៏ស្វះដៃស្វះជើងដែរដើម្បីទៅរកអស់ហើយពូបារាំងថាបើរឿងបុកទុកឲ្យពូអ្នកបុកខ្លាំងមែនទែនពូអញ្ចឹងក៏ចាប់ដើមប្រឡាក់ត្រីបងប្អូនប្រឡាក់ត្រីប្រឡាក់អីទៅពូបារាំងថាប្រឡាក់ត្រីអញ្ចឹងនឹកសង្សារចាស់គាត់តែម្ដងឥឡូវហ្នឹងក៏គាត់ថាចំពូក្មួយធ្វើអីទៀតក្មួយក៏ថាយើងធ្វើឲ្យដើមចេកហ្នឹងមានប្រហោងដើម្បីដាក់ត្រីចូលពូអញ្ចឹងក៏ចាប់ដើមដាក់ត្រីចូលហើយយើងលើកទៅដាក់កន្លែងដែលយើងកាប់ថាអូហើយគេដាក់អញ្ចឹងមកពូក៏ថាឥឡូវក្មួយអ្នកដាក់អស់ចាំពូអ្នកបង្កាត់ភ្លើងអូខេផាច់អត់តន់អីទេផាច់អត់តាន់អីទេផាច់មួយទៀតឆេះអស់រោមពូបារាំងអស់លីងបងប្អូននៅហុយពុងតែម្ដងពូថាងាប់ពូហើយក្មួយគុណភាពប៉ុន្តែមិនអីទេយើងទុកមួយសន្ទុះបងប្អូនទុកមួយសន្ទុះធំក៏ចាប់ដើមអូមើលទៅគឺយើងដុតប្រហែលជាកន្លះម៉ោង1ម៉ោងហើយមើលទៅឆ្អិនហើយពូអញ្ចឹងក៏ក្មួយគុណភាពថាអញ្ចឹងយើងល្មមនឹងលើកហើយក៏ខ្ញុំចាប់ដើមលើកមកបងប្អូននិយាយពីថាតំណងខ្លាំងមែនទែនហើយខ្ញុំលើកមកហើយខ្ញុំដុតប្រហែលជាជិត1ម៉ោងគឺត្រីដុតដើមចេករបស់យើងពូក៏ថាអូមើលទៅពូអើយចាក់មកគឺតំណងខ្លាំងមែនទែនក្មួយអើយនិយាយពីថាមានបន្លែយើងទ្របក្តរគោហើយនឹងទ្របស្រួយទ្របអីហ្នឹងបងប្អូនអូគឺដាក់មកតំណងខ្លាំងមែនទែនពូថាហេឈប់សិនពូអូក្មួយអូច្រឡំធ្វើពូហើយថាញ៉ាំគូស៊ីសិនខ្ញុំក៏ចាប់ដើមឲ្យពូបារាំងចាក់មកដាក់យកមកអាហ្នឹងគឺកាពេលកាពិសអីចឹងណាហើយខ្ញុំក៏ដាក់មកកឹកចូលវ៉ាប់អូល្អមែនទែនពូបារាំងក៏ដាក់ក្អឿកដែរលេបចូលកឹកអូប៉ុន្តែយើងញ៉ាំបានហើយម្ទេសប៉ុណ្ណាក៏មិនថ្មីដែរហើយខ្ញុំក៏ចាប់ដើមដួសត្រីដាក់ឲ្យពូបារាំងមួយហើយខ្ញុំមួយហើយបងប្អូនឃើញទឹកត្រីកោះកុងក៏ដឹងដែរបងប្អូនគឺថាតំណងខ្លាំងមែនទែនដាក់មកថាចងាញ់ហ្មងនិយាយថាបងស្រីថាបន្តិចហើយពូបារាំងក៏ថាអូមើលទៅតំណងមួយដាក់ចូលមាត់ភ្លុបពូថាអីឆ្ងាញ់មែនទែនក្មួយអើយហើយខ្ញុំក៏ថាពូថែមរសក់មួយទៀតដើម្បីធ្វើជាបន្លែដើម្បីកាត់ហិលកាត់អីចឹងហើយពូបារាំងថាអូល្អមែនទែនក្មួយហើយពូបារាំងក៏ថាចេះហើយចុះត្រីមួយទៀតហ្នឹងគេត្រីអីអាហ្នឹងគេហៅត្រីក្រាញ់ហ្នឹងក៏ឆ្ងាញ់ដែរយើងតំណប់ជាមួយសាឡាត់ស្រួយរបស់យើងគឺដាក់ឲ្យបងប្អូនអើយគឺដាក់ផ្លុបមកខ្ញុំក៏ញ៉ាំដែរព្រោះថាវាតំណងខ្លាំងមែនតើបងប្អូនមកហូបមួយមុខនេះបងប្អូនអាចមើលទៅគឺអាចយកទៅធ្វើបានត្រីដុតដើមចេកក៏ថាចំណាយពេលរៀងយូរតិចអញ្ចឹងបងប្អូនហើយខ្ញុំបានដាក់មួយពូបារាំងមួយម៉ាត់ទៀតហើយដាក់ចូលភ្លឹបបងប្អូននេះបើថាតំណងហុចទ្របក្តោកឲ្យពូបារាំងមួយថាអាហ្នឹងឆ្ងាញ់មែនតើក្មួយអូតំណងមែនតើហើយខ្ញុំក៏សប្បាយចិត្តមួយពូបារាំងដែរពេលដែលញ៉ាំជុំគ្នាអញ្ចឹងអូពូបារាំងដាក់មួយម៉ាត់ទៀតហើយដាក់មួយម៉ាត់ទៀតហើយជម្រាបលាបាយបាយបើសិនជាក្មួយនិយាយខុសកុំប្រកែកប្រកាន់បាយបាយ